សម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីបានថ្លែងបញ្ជាក់ថាការធ្វើកំណែតម្រង់អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដើម្បីពង្រឹងប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋរបស់តំណាងរាស្ត្រនិងសុខដុមនីយកម្មសាមគ្គីភាពស្ថាប័នសម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី2ខែតុលាឆ្នាំ2025នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពការងារនិងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់រដ្ឋបាលសាធារណៈនិងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិក e-Parliament System របស់អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលនៅក្នុងពិធីដែលមានឋានៈដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលទាំងអស់ចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនេះសម្ដេចប្រធានរដ្ឋសភាបានវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកែតម្រង់និងទំនើបកម្មស្ថាប័នរបស់អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលនៅក្នុងការផ្តល់សេវាជូនតំណាងរាស្ត្រឲ្យមានភាពងាយស្រួលឡើងក្នុងការបម្រើប្រជាពលរដ្ឋសម្ដេចរដ្ឋសភាធិបតីបានគូបញ្ជាក់ថាកំណែតម្រង់នៅកម្ពុជាបានអនុវត្តតាំងពីក្រោយឆ្នាំ1979មកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមានចក្ខុវិស័យវែងឆ្ងាយនិងបានធ្វើកំណែតម្រង់ជាបន្តបន្ទាប់ចាប់តាំងពីរដ្ឋាភិបាលនីតិកាលទី1រហូតដល់បច្ចុប្បន្ននិងជាពិសេសក្នុងយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1នៃរដ្ឋាភិបាលនីតិកាលទី7ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលជាថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពឆ្លៀវវៃស្វាហាប់និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការឈានទៅកសាងប្រទេសកម្ពុជាឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ2030ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050សូមជម្រាបជូនថារដ្ឋសភានីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋសភាអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបានអនុវត្តកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់រដ្ឋបាលសាធារណៈនិងការធ្វើទំនើបកម្មនៃការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិក e-Parliament System យ៉ាងសកម្មនិងជាក់លាក់ឯកឧត្តមខុនដាវីតអគ្គលេខាធិការរដ្ឋាភិបាលនិងជាប្រធានក្រុមកំណែតម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបានគូបញ្ជាក់ថាការកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់រដ្ឋបាលសាធារណៈនិងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិកគឺជាជំហានដ៏សំខាន់មួយដែលត្រូវយកចិត្តទុកដាក់ចំពោះទៅរកការកសាងវិស័យរដ្ឋបាលសាធារណៈប្រកបដោយវិជ្ជាជីវៈប្រសិទ្ធភាពនិងគួរឲ្យទុកចិត្តនិងមានសារៈសំខាន់សម្រាប់ការជំរុញអភិបាលកិច្ចល្អគណនេយ្យភាពកម្លាភាពនិងការអភិវឌ្ឍស្ថាប័នក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងការកែតម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភានៅក្នុងនីតិកាលទី7នេះទទួលបានការដាក់ពិន្ទុ 100% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាប់តាំងពីដើមនីតិកាលទី7នៃរដ្ឋសភាឆ្នាំ2024-2026ការគ្រោងថវិកាប្រចាំឆ្នាំមានការថយចុះជាបន្តបន្ទាប់ក្នុងរង្វង់ 1%សមិទ្ធផលនេះទទួលបានតាមរយៈការកែលម្អការរៀបចំផែនការសកម្មភាពផែនការថវិកាសុចនាករសមិទ្ធកម្មគន្លឹះនិងការគ្រប់យ៉ាងម៉ឺងម៉ាត់នៅទម្រង់បែបបទបច្ចេកទេសប្រតិទិនការងារនិងពីដានថវិកានៃការរៀបចំថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានការណែនាំនិងវិតម្លៃពីភាពពេញលេញត្រឹមត្រូវទាន់ពេលវេលានិងការរក្សាបាននូវបន្ទាត់គណនេយ្យភាពគ្រប់គ្រងថវិកាក្នុងនាមស្ថាប័ននីតិបញ្ញត្តិចំពោះការកែតម្រង់រដ្ឋបាលសាធារណៈវិញដែលទទួលបានលទ្ធផលធំៗដូចជាការកែលម្អការរៀបចំកាតសម្គាល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដោយដាក់បញ្ចូលមុខងារ3រួមមានជាអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការដែលមានសុពលភាព10ឆ្នាំទី2ការដកប្រាក់ធនាគារនិងទី3ការចេញចូលសម្រាប់អគាររដ្ឋសភាតាមប្រព័ន្ធអេឡិចត្រូនិកការដាក់ឲ្យអនុវត្តសាកល្បងនៅប្រព័ន្ធគ្រប់គ្រងវត្តមានដោយឧបករណ៍ស្រង់វត្តមានតាមរយៈការស្កេនមុខ Fake ID Scan ជាដើមការអភិវឌ្ឍស្ថាប័នរដ្ឋាភិបាលជាសភា Digital e-Parliament មានម៉ូដូលចំនួន9កំពុងអនុវត្តដែលសម្រេចបាន 70% នៃកម្មវិធីទាំងមូលដូចជាការរៀបចំប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកនៅក្នុងសម័យប្រជុំរដ្ឋសភាការគ្រប់គ្រងប្រវត្តិរូបតំណាងរាស្ត្រនិងមន្ត្រីរាជការការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋការគ្រប់គ្រងច្បាប់ឈប់សម្រាករបស់មន្ត្រីនិងបណ្ណាសារដ្ឋានជាដើមសម្ដេចរដ្ឋាភិបាលធិបតីខុនសូដារីបានមានប្រសាសន៍ថាពិធីផ្សព្វផ្សាយនេះក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តនៅអនុសាសន៍ដែលសម្ដេចបានដាក់ចេញចាប់តាំងពីដើមនីតិកាលទី7និងជាពិសេសអនុសាសន៍នាពេលថ្មីៗកន្លងទៅនេះវឌ្ឍនភាពនិងសមិទ្ធផលការងារកំណែតម្រង់រដ្ឋបាលសាធារណៈដែលកិច្ចការនេះជាផ្នែកមួយដ៏សំខាន់និងមិនអាចខ្វះបាននៃការកែតម្រង់រដ្ឋបាលសាធារណៈដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិសម្ដេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថាការកែតម្រង់ទាំង3ខាងលើនេះគឺជាមូលដ្ឋានដ៏សំខាន់និងចាំបាច់មួយដើម្បីកែលម្អនិងលើកកម្ពស់ស្ថាប័នរដ្ឋសភាឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀតជាពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យកាន់តែមានប្រសិទ្ធភាពស័ក្តិសិទ្ធិភាពទាន់ពេលវេលានិងចំទិសដៅ
ជំនួសមកឲ្យតំណាងរាស្ត្រទាំងអស់សម្ដេចប្រធានរដ្ឋសភាបានថ្លែងនឹងការកោតសរសើរនិងអបអរសាទរចំពោះលទ្ធផលដ៏គួរជាទីមោទនៈនិងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីឆ្ការនិងមន្ត្រីគ្រប់អង្គភាពទាំងអស់បន្តចូលរួមឲ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចគោលដៅរបស់យើងជាពិសេសការប្រែក្លាយសភាកម្ពុជាឲ្យទៅជាសភាអេឡិចត្រូនិកនាពេលអនាគតសម្ដេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថាការកែតម្រង់ជារឿងស្មុគស្មាញមួយប៉ុន្តែដោយប្រសាសន៍សម្ដេចតេជោហ៊ុនសែនបានលើកឡើងដូចនេះដែរបើយើងកែតម្រង់គឺយើងរស់បើយើងមិនកែតម្រង់ទេយើងប្រកាសជាស្លាប់សម្ដេចប្រធានរដ្ឋសភាបានរំលឹកពីប្រសាសន៍របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថាគ្មានការធ្វើកំណែតម្រង់ណាមួយដែលងាយស្រួលនោះទេហើយកំណែតម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់4រួមមានទី1ចក្ខុវិស័យច្បាស់លាស់ទី2ការបរិញ្ញាចិត្តខ្ពស់ទី3ការចូលរួមដោយស្មោះត្រង់និងទី4ការលះបង់សម្ដេចប្រធានរដ្ឋសភាបានស្នើដល់មន្ត្រីឆ្ការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តចូលរួមអនុវត្តកម្មវិធីកំណែតម្រង់នេះទាំងអស់គ្នានិងត្រូវខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់លើកកម្ពស់សេវាកម្មជូនតំណាងរាស្ត្រក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិឲ្យកាន់តែមានប្រសិទ្ធភាពឡើងដោយសម្ដេចបានសង្កត់ធ្ងន់ថាការធ្វើកំណែតម្រង់គឺដើម្បីពង្រឹងប្រសិទ្ធភាពសុខដុមនីយកម្មនិងសាមគ្គីភាពក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីផ្ដល់អនុសាសន៍6ចំណុចដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីឲ្យការធ្វើកំណែតម្រង់របស់ស្ថាប័នរដ្ឋសភាទទួលបានជោគជ័យនៅក្នុងការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីផ្សព្វផ្សាយវឌ្ឍនភាពការងារនិងទិសដៅបន្តនៃការអនុវត្តកម្មវិធីកំណែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់រដ្ឋបាលសាធារណៈនិងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិក e-Parliament ក្នុងរយៈពេលជាង2ឆ្នាំកន្លងមករបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានាព្រឹកថ្ងៃទី2ខែតុលាឆ្នាំ2025នៅវិមានរដ្ឋសភាសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់នូវអនុសាសន៍ចំនួន6ចំណុចដើម្បីបន្តកែលម្អនិងលើកកម្ពស់គុណភាពប្រសិទ្ធភាពនិងសក្តិភាពការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាពិសេសការទទួលបានជោគជ័យនៅក្នុងគោលដៅធ្វើកំណែតម្រង់និងការអភិវឌ្ឍស្ថាប័នខាងលើអនុសាសន៍ទាំង6ចំណុចរបស់សម្ដេចប្រធានរដ្ឋសភារួមមានទី1ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកសាងស្នាដៃថ្មីៗដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅគោលការណ៍ឬសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការកែតម្រង់ស្ថាប័ននិងអភិបាលកិច្ចល្អសម្ដៅឈានទៅសម្រេចបានគោលដៅពង្រឹងនិងលើកកម្ពស់ស្ថាប័នរដ្ឋសភារួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនជឿនលឿនប្រកបដោយបរិយាបន្ននិងចីរភាពសម្ដេចបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់កម្រិតបន្តដឹកនាំនិងជំរុញមន្ត្រីក្រមអាវ៉ាត់ឲ្យមានការចូលរួមអនុវត្តការងារឲ្យបានសកម្មនិងផុសផុលប្រកបដោយស្មារតីខ្ពស់សាមគ្គីភាពនិងទំនួលខុសត្រូវទី2ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាជូនគណៈកម្មាធិការចិន្ត្រៃយ៍គណៈកម្មការជំនាញនិងសមាជិករដ្ឋសភាឲ្យមានប្រសិទ្ធភាពស័ក្តិសិទ្ធិភាពនិងប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនទី3ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គុណធិបតេយ្យដោយកំណត់ឲ្យឃើញនិងផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃត្រូវបន្តសិក្សានិងកែលម្អនៅរាល់សមិទ្ធកម្មដាក់ចេញដោយពង្រឹងការគិតប្រកបដោយនវានុវត្តន៍និងភាពជាអ្នកដឹកនាំត្រូវជំរុញឲ្យមានកិច្ចខំប្រឹងប្រែងនិងវិនិយោគធនធានបន្ថែមទៀតនៅក្នុងការធ្វើទំនើបភាវូបនីយកម្មស្ថាប័នតាមរយៈការអភិវឌ្ឍមូលធនមនុស្សការអភិវឌ្ឍភាពជាអ្នកដឹកនាំនវានុវត្តន៍ស្ថាប័ននិងបដិវត្តកម្ម Digital ទី4បន្តលើកកម្ពស់សមត្ថភាពស្ថាប័ននិងពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីស្របទៅនឹងតម្រូវការរបស់អង្គភាពទទួលបន្ទុកក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូលសម្ដៅធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាពប្រសិទ្ធភាពនិងទាន់ពេលវេលាការវិនិច្ឆ័យសមត្ថភាពនិងជំនាញរបស់មន្ត្រីនិងការសិក្សាពីតម្រូវការគឺជាកត្តាចាំបាច់ក្នុងការកសាងផែនការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពជំនាញដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់អង្គភាពក្នុងនេះឯកឧត្តមអគ្គលេខាធិការនិងថ្នាក់ដឹកនាំពាក់ព័ន្ធត្រូវជំរុញឲ្យមានការសិក្សាអំពីតម្រូវការនេះឲ្យបានទូលំទូលាយនិងជាក់ស្ដែងទី5ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាគ្រប់ជាន់ថ្នាក់ត្រូវមានគុណធម៌ចេះដឹងសុខទុក្ខរបស់មន្ត្រីហើយត្រូវលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់គ្នាពីមន្ត្រីដើម្បីជៀសវាងដាច់ខាតនៅជំងឺតួឯកនិងការយកប្រយោជន៍សូន្យទួជាធំដោយចាត់តាំងការងារឲ្យតែបកពួករបស់ខ្លួនដែលធ្វើឲ្យមន្ត្រីផ្សេងទៀតបាក់ទឹកចិត្តយើងត្រូវចាំថាការចូលរួមរបស់មន្ត្រីកាន់តែច្រើននឹងនាំមកនូវលទ្ធផលកាន់តែប្រសើរដែលបង្ហាញច្បាស់ពីភាពជាអ្នកដឹកនាំល្អរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងទី6
បន្តជំរុញនិងលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងស្ថាប័នសម្ដៅធានាមានការចូលរួមប្រកបដោយបរិយាបន្នសមភាពតម្លាភាពនិងគណនេយ្យភាពក្នុងនោះផ្នែកមួយនៃការងារអភិបាលកិច្ចដែលត្រូវជំរុញឲ្យខន្តិបានគឺលំហូរការងារនៅក្នុងអង្គភាពការងារនេះចាំបាច់ត្រូវគោរពឲ្យបានទៅតាមឋានានុក្រមរចនាសម្ព័ន្ធចាត់តាំងឲ្យបានត្រឹមត្រូវម៉ត់ចត់មានប្រសិទ្ធភាពនិងគណនេយ្យភាពខ្ពស់សម្ដៅជៀសវាងភាពមិនត្រឹមត្រូវនិងត្រូវគោរពបទបញ្ញត្តិគោលការណ៍និងលិខិតបទកថាគតិយុត្តដែលមានជាធរមាន